Ok, so today now clear so some go makan videoថ្មីរបស់ខ្ញុំនៅក្នុងវីដេអូនេះគឺយើងសិក្សាអំពី tool ទាក់ទង eyedropper color sample មាន ruler មាន note មាន count ជាដើមអូខេអ្នកគ្នាអាចមកមើលនៅក្នុង sample កន្លែងនេះបានអានេះ page eyedropper ហើយដែលយើងយកមកវាញ៉ាំអ្នកគ្នា note របស់យើងនេះគឺជា page note អូខេហើយមានរូបភាពមានអីជាដើមអូខេកុំបាច់ខាត់ទៅយើងនឹងទៅអនុវត្តគ្នាចុច command n ឬក៏ control n បង្កើតกระดาษមួយមកហើយឈានដំបូងគឺអ្នកនរគ្នានឹងសិក្សាទៅនឹង eyedropper tool eyedropper tool នេះគឺយើងសម្រាប់ចម្លងទៅលើពណ៌ឧទាហរណ៍យើងមានរូបភាពមួយដែលយើងយក family នឹងមករូបភាពមួយណាក៏បានដែរអត់ជាបញ្ហាទេអ្នកគ្នាអូខេអញ្ចឹងខ្ញុំយករូបភាពនេះចឹងអ្នកគ្នាឃើញរូបភាពនេះយើងយក eyedropper គឺសម្រាប់ចម្លងពណ៌នៅពេលដែលយើងចុចមកនៅថាយើងយកពណ៌នេះអ្នកគ្នាឃើញនៅកន្លែងនេះវា change ពណ៌អត់អញ្ចឹងអ្នកគ្នាយកកន្លែងណាគឺវានឹង change ពណ៌កន្លែងហ្នឹងឯងអូខេអញ្ចឹងយើងនៅពេលដែលយើងមាន shape មួយខ្ញុំយក shape ហើយខ្ញុំគូសវាតម្រងបែបនេះហើយខ្ញុំដោះ outline វាចេញអូខេឃើញអត់អញ្ចឹងវានឹងបានពណ៌អីគេពណ៌សាច់ដែលយើងច្រឡំមុនហ្នឹងឯងសើអ្នកគ្នាយកពណ៌ច្រឡំពណ៌នេះគេដាក់ពណ៌មួយណាគឺវានឹងចេញទៅពណ៌មួយហ្នឹងហើយអាហ្នឹងឯងគឺទាក់ទងទៅនឹង eyedropper tool ដែលយើងអាចយកកូដវាមកមើលក៏បានដែរនេះអ្នកគ្នាកូដរបស់វាអញ្ចឹងអ្នកគ្នាអាច copy កូដហ្នឹងមកអ្នកគ្នាយកមកដាក់ម្រងបែបនេះក៏បានអត់ជាបញ្ហាទេអាហ្នឹងគឺជា color code របស់វាអូខេហ្នឹងគឺជា eyedropper tool ហើយយើងចូលដល់ចំណុចបន្ទាប់ទាក់ទងនឹង color sample ឧទាហរណ៍ខ្ញុំចុចលើនេះមួយហើយខ្ញុំចុចលើកន្លែងនេះមួយអ្នកគ្នាឃើញមានR1 R2 អ្នកគ្នាអានេះគឺជា color code របស់វានេះ R1 R2 វាជាប្រភេទ RGB របស់វាអ្នកគ្នា RGB អ្នកគ្នានៅពេលអ្នកគ្នាចុចកន្លែង color គឺនេះអ្នកគ្នានឹងឃើញ RGB កន្លែងនេះហើយអ្នកគ្នាវាយ code មក R ប្រហែលឧទាហរណ៍ R 250 ហើយ G ប្រហែល G 213អញ្ចឹងទៅនេះហើយ B គឺ199យ៉ាវានឹងច្រឡងពណ៌ហ្នឹងមកយ៉ាអ្នកនរគ្នាពណ៌សាច់របស់យើងហ្នឹងហើយយើងគូសមកអាហ្នឹងឯងគឺទាក់ទងទៅនឹងឧបករណ៍ color sample tool យើងវាចាប់យក color នេះចាប់យកប្រភេទ color ដែលយើងចង់បានជា RGB យកមកដើម្បីឲ្យយើងសូរអូខេចូលដល់មួយទៀតគឺ ruler គឺយើងសម្រាប់វាស់អញ្ចឹងរូបភាពរបស់យើងគឺយើងអាចចាប់មកវាស់ពីកន្លែងនេះដល់កន្លែងនេះថារូបភាពរបស់យើងគឺមានទំហំប៉ុន្មានដែលនេះវាបង្ហាញទៅលើx y បើយើងចង់ដឹងគឺយើងមើលទៅលើ width របស់យើងគឺប៉ុន្មាន1100 pixel 1100 pixel width ហើយអ្នកគ្នាគូស high អ្នកគ្នាគូសទៀតមកអញ្ចឹងអ្នកគ្នានឹងឃើញអីគេឃើញ high របស់យើងប៉ុន្មាន741អូខេអញ្ចឹងមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាដែលខ្ញុំស្រាវជ្រាវខ្ញុំដឹងតែប៉ុណ្្នឹងឯងផ្សេងទៀតគឺខ្ញុំអត់ច្បាស់ទេអញ្ចឹង note take note គឺអ្នកគ្នាក៏យកវាមកអ្នកគ្នាអាច note ចំណាំទៅឧទាហរណ៍ខ្ញុំ note ចំណាំកន្លែងនេះអ្នកគ្នាដាក់មកអីគេខ្ញុំដាក់ RGB color អញ្ចឹងទៅ take note របស់អ្នកនរគ្នាអញ្ចឹងទៅអូខេ take note ប៉ុណ្ណឹង take note គឺការកត់ចំណាំហើយ count ដូចជាមិនសូវជាសាមញ៉ាំទេឧទាហរណ៍អ្នកគ្នាចង់ count មនុស្សនេះមានប៉ុន្មានអ្នកគ្នាចុច1 count 2 count 3 count 4អ្នកគ្នាឃើញហ្នឹងនេះវានឹង count 1 2 3 4អញ្ចឹងណា yes មានតែប៉ុណ្្នឹងឯងអ្នកគ្នាអាចដូរពណ៌ទៅចង់ដាក់ពណ៌សពណ៌លឿងពណ៌ក្រហមមើលតាមហ្នឹងទៅគឺអូខេឯងខ្ញុំគិតថាឧបករណ៍នេះគឺមិនសូវជាសំខាន់ច្រើនទេដែលយើងប្រើច្រើនជាងខ្ញុំគឺយើងប្រើតែ eyedropper tool ទេដែលយើងប្រើច្រឡងពណ៌ប្រើច្រើនហើយអ្នកគ្នាអាចប្រើ shortcut បានគឺ short eye អូខេអរគុណច្រើនអ្នកគ្នាសម្រាប់ការតាមដានទស្សនានៅវីដេអូមួយនេះហើយកុំភ្លេចជួយចុច subscribe ខ្ញុំមួយផងនៅវីដេអូបន្ទាប់គឺយើងនឹងរៀនអំពីប្រភេទឧបករណ៍ដែលប្រើសម្រាប់មុខរបស់យើងទៅលើមុខរបស់យើងអូខេអរគុណច្រើនអ្នកគ្នាជួបខ្ញុំនៅវីដេអូបន្ទាប់